ចេញដំណើរទៅផ្សារតាខ្មៅថ្មីជាមួយនឹងប្រពន្ធកូនចង់ដឹងថាខ្ញុំទៅទិញអីគេខ្លះតោះទៅមើលវីដេអូរបស់ខ្ញុំទាំងអស់គ្នាកាលពីមុនមានផ្សារតាខ្មៅតែមួយទេបងប្អូនប៉ុន្តែឥឡូវនេះមានផ្សារតាខ្មៅរហូតទៅដល់2បាទហើយផ្សារតាខ្មៅទី2ហ្នឹងផ្លូវទៅខាងពេញពីព្រោះផ្ទះខ្ញុំនៅខាងកំពង់សណាញ់អញ្ចឹងចង់ទៅផ្សារតាខ្មៅថ្មីហ្នឹងគឺត្រូវចេញទៅតាមផ្លូវឡើងទៅពេញហើយនៅពេលដែលទៅដល់កន្លែងស្ពានហ្នឹងគឺថាយើងឆ្លងស្ពានបាទស្ពានឥឡូវគេពងតែតុបតែងសម្រាប់ត្រៀមចូលឆ្នាំខ្មែរណាបងប្អូនហើយស្ពាននេះគឺជាស្ពានឡើងទៅពេញហើយយើងក៏បត់មកឆ្វេងមកក៏មកដល់ផ្សារតាខ្មៅថ្មីទី2នេះហើយបាទហើយនៅក្នុងផ្សារតាខ្មៅថ្មីនេះនិយាយពីថាសម្បូរលក់ណាស់បាទមានត្រីមានសាច់គ្រប់ប្រភេទបាទមានសាច់ជ្រូកមានមាន់មានទាមានច្រើនប្រភេទតែម្ដងណាបងប្អូនហើយនិយាយពីបន្លែវិញក៏សម្បូរដែរហើយបន្លែតម្លៃធូរថ្លៃមែនតើណាបងប្អូនហើយតម្លៃហើយនឹកឃើញកាលពីនៅក្មេងៗតែមានលុយបាទទិញពោតស្ងោរយកមកញ៉ាំហុញជក់ទាំងស្នូលទៀតហើយប្រពន្ធខ្ញុំក៏ទិញខ្មុំបាទខ្មុំនេះគឺតម្លៃធូរដែរបាទ1គីឡូគេគិត50000រៀលបាទហើយខ្មុំនេះជាប្រភេទខ្មុំផ្លិតមានផ្លិតធំមានផ្លិតទូចបាទយើងទិញសម្រាប់យកទៅអាំងណាបងប្អូនបាទផ្លិតវាគឺយើងយកទៅអាំងហើយក្បាលទឹកគឺថាយើងអាចជក់បានបាទហើយបន្ទាប់ពីយើងទិញខ្មុំហើយក៏ឆ្លៀតមកទិញផ្លូវមាន់បាទប្រពន្ធខ្ញុំក៏ទិញផ្លូវមាន់សម្រាប់ត្រៀមទុកសម្រាប់ទុកឲ្យកូនពេលយើងទៅធ្វើការធ្វើអីចឹងទៅគឺកូនគាត់អាចជៀនញ៉ាំតែខ្លួនឯងណាហើយយើងក៏ឆ្លៀតទិញក្រូចឆ្មាទិញបន្លែអីផ្សេងសគួរបាទចុងសប្តាហ៍ហើយខ្ញុំក៏មកកន្លែងបងប្រុសម្នាក់បាទគាត់លក់កាទៀវលក់បាយស្រូបអីហើយកន្លែងគាត់លក់ដាច់ដែរបាទហើយកន្លែងគាត់ឆ្ងាញ់ហើយតម្លៃក៏ធូរថ្លៃដែរបងប្អូនបាទសម្រាប់ខ្ញុំកំងខគោកាទៀវខគោឥឡូវយើងផ្សំគ្រឿងផ្សំអីឲ្យហើយតែម្ដងតម្រាំតែបងប្រុសគាត់ដាក់កាទៀវយកមកឲ្យណាយើងមានទឹកសៀងមានទឹកម្ទេសមានក្រូចឆ្មាមានស្ករសមានម្ទេសជ្រក់អីចឹងទៅយើងដាក់មកហើយកន្លែងគាត់គឺថាខគោគាត់ដួសសាច់ផ្សេងបាទគឺថាអត់ឲ្យដាក់នៅក្នុងឆ្នាំងជាមួយនឹងទឹកខទេខ្លាចវាលួយណាអញ្ចឹងគាត់ដួសតែសាច់មកហើយគាត់ដួសទឹកបាទទឹករបស់គាត់ហ្នឹងគឺគាត់កម្ដៅក្តៅផ្សេងណាហើយមើលទៅកាទៀវខគោគាត់តំណងមែនទែនបងប្អូនបាទមានបន្លែជីមានមកអមបាទមានជីអាណាមានជីនឹងវងអីហ្នឹងគឺយើងដាក់ជាមួយខគោហ្នឹងទៅនិយាយពីថាជាតិមែនតែនបងប្អូនអើយដាក់ទៅគឺថារសជាតិរបស់គាត់គឺគាត់ធ្វើរៀងដុតបាទរសជាតិគាត់គឺថាបើជ្រលក់ពីនំប៉័ងអីវិញរត់តែឆ្ងាញ់ទៀតណាបងប្អូនបាទកាទៀវនេះគឺថាដាក់តាមមួយចានគឺញ៉ាំអត់ចង់អស់ហើយអានេះខ្ញុំប្រាប់គាត់ឲ្យរៀងបន្ថយកាទៀវផងបងប្អូនហើយកាទៀវគាត់តម្លៃធូរថ្លៃដែរបាទមួយចានតែ8000ទេបាទហើយមានសាច់មានប្រហិតអីគ្រប់មុខប្រពន្ធកូនរបស់ខ្ញុំវិញគឺគាត់ចង់ញ៉ាំប្រភេទនំបញ្ចុកសបាទនំបញ្ចុកសហើយកន្លែងនំបញ្ចុកសនេះមួយចានហ្នឹងក៏ច្រើនដែរបាទគាត់ដាក់មកគឺថាមួយចានគឺបឹបតែម្ដងគឺពេញចានតែម្ដងហើយប្រពន្ធខ្ញុំគាត់ញ៉ាំអត់អស់ទេបាទគឺច្រើនតែយកមកមួយចានហ្នឹងតម្លែកបាទម្លែកខ្លះឲ្យកូនពៅពីព្រោះបើសិនជាគាត់ញ៉ាំតែឯងគឺអត់អស់ទេអញ្ចឹងគាត់ត្រូវតែម្លែកឲ្យកូនពៅបាទហើយកូនពៅថ្ងៃនេះគាត់អត់រៀនគាត់ឆ្លៀតមកជាមួយគឺថាមួយចានម្លែកជា2ទៅគឺញ៉ាំជាមួយគ្នាតែម្ដងបាទហើយកូនពៅនេះនិយាយពីចូលចិត្តនំបញ្ចុកសហ្នឹងបាទហើយបានផ្លូវមាន់មួយនិយាយពីថាអូគៀមមើលមាត់ក៏តំណងឆ្ងាញ់ដែរបាទអែមគឺថានំបញ្ចុកសរបស់គាត់នេះក៏រសជាតិអែមមិនចាញ់ជាមួយនឹងកាទៀវខគោដែរយើងញ៉ាំហើយក៏ឆ្លៀតមកកន្លែងកាហ្វេបាទបងប្រុសម្នាក់បាទគាត់លក់កាហ្វេតាំងពីម៉ោង2យប់បាទរហូតមកដល់ថ្ងៃត្រង់ម៉ោង2 10ថ្ងៃត្រង់ហើយកន្លែងកាហ្វេគាត់ដាច់ណានិយាយពីថាភ្ញៀវមកអត់ដាច់ទេបាទភ្ញៀវមកបន្តហើយកន្លែងគាត់ហ្នឹងគឺថាតែតកកដាក់ឲ្យយើងញ៉ាំហ្វ្រីយើងឆ្លៀតញ៉ាំបាទមានសណ្ដែកដីមានឈូកស្ងោរហ្នឹងឆ្លៀតញ៉ាំលេងបដាទៅជជែកគ្នាជាមួយអ្នកមកញ៉ាំកាហ្វេជាមួយហ្នឹងគឺថាបាទដើម្បីភាពស្និទ្ធស្នាលជាមួយគាត់បាទ